បាទសួស្តីបងប្អូនបាទអានេះគឺដើមត្រេនណាបងប្អូនបាទឥឡូវបងប្អូនមកមើលដើមត្រេនទាំងអស់គ្នាបាទដើមត្រេននេះខ្ញុំដាំចូលមួយឆ្នាំហើយបងប្អូនអើយតែនឹងបានផ្លែហូបអត់ទេហើយតែបានប៉ុណ្ណឹងដឹងកាល់តែបានផ្លែអត់តន់នេះដែរបងប្អូនអើយចាអេនដាំហ៎បានមកដើមអីបានបេះផ្លែគេហើយត្រេននេះថ្លៃអញ្ចឹងណាបងប្អូនដឹងពីរបៀបថែទាំវាអត់តាមជួយខមមិនប្រាប់ផងនេះសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបាទនេះគឺដើមទីបរបស់ខ្ញុំណាបងប្អូនបាទទីបនេះបាទទូចតែខ្លឹមបងប្អូនផ្លែ3គ្រាប់ដែរណាបងប្អូនបាទទូចតែខ្លឹមបងប្អូនអើយដើមហ្នឹងប្រជុំឯងបងប្អូនចាំមើលដើមផ្សេងណាហ្នឹងហើយបងប្អូនមើលដើមនេះវិញបងប្អូនណានិយាយថាវាល្អដែរហ្នឹងហើយថាបើថាផ្លែវិញបងប្អូនអើយណាផ្លែណាបងប្អូនបាទផ្លែច្រើនណាស់ហ្នឹងណាបាទនេះខ្ញុំដាំចូលមួយឆ្នាំដែរហើយបងប្អូនអើយបាទខ្ញុំដាំយូរដែរហើយឥឡូវវាបានលទ្ធផលមកហើយតែមិនបានហូបអត់ទេបងប្អូនអើយព្រោះក្មេងៗច្រើននឹងបេះតំក្មេងៗនេះបាទសួស្តីបងប្អូនបាទអានេះគឺដើមត្រេនណាបងប្អូនបាទឥឡូវបងប្អូនមកមើលដើមត្រេនទាំងអស់គ្នាបាទដើមត្រេននេះខ្ញុំដាំចូលមួយឆ្នាំហើយបងប្អូនអើយតែនឹងបានផ្លែហូបអត់ទេហើយតែបានប៉ុណ្ណឹងដឹងកាល់តែបានផ្លែអត់តន់នេះដែរបងប្អូនអើយចាអេនដាំហ៎បានមកដើមអីបានបេះផ្លែគេហើយត្រេននេះថ្លៃអញ្ចឹងណាបងប្អូនដឹងពីរបៀបថែទាំវាអត់តាមជួយខមមិនប្រាប់ផងនេះសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបាទនេះគឺដើមទីបរបស់ខ្ញុំណាបងប្អូនបាទទីបនេះបាទទូចតែខ្លឹមបងប្អូនផ្លែ3គ្រាប់ដែរណាបងប្អូនបាទទូចតែខ្លឹមបងប្អូនអើយដើមហ្នឹងប្រជុំឯងបងប្អូនចាំមើលដើមផ្សេងណាហ្នឹងហើយបងប្អូនមើលដើមនេះវិញបងប្អូនណានិយាយថាវាល្អដែរហ្នឹងហើយថាបើថាផ្លែវិញបងប្អូនអើយណាផ្លែណាបងប្អូនបាទផ្លែច្រើនណាស់ហ្នឹងណាបាទនេះខ្ញុំដាំចូលមួយឆ្នាំដែរហើយបងប្អូនអើយបាទខ្ញុំដាំយូរដែរហើយឥឡូវវាបានលទ្ធផលមកហើយតែមិនបានហូបអត់ទេបងប្អូនអើយព្រោះក្មេងៗច្រើននឹងបេះតំក្មេងៗនេះ